សកមានគេខ្ចីលុយមួយថ្ងៃ$100មួយមានអារម្មណ៍ អត់មានអារម្មណ៍អីបើយកអត់មានលុយគេខ្ចីផង លេះដែលចម្លែកបំផុតនៅពេលដែលគេមកខ្ចីលុយបងដែលបងធ្លាប់ឮគឺអ្វីដែរបាទ ខ្ចីលុយ$5សិនមកចោលលួចលេអូបាត់តែអត់មានលេអូស្លៀក ជីបងមានជំរាបសួរសួស្តីដល់អ្នកគ្នាខ្ញុំបុនលេងសកលកម្មវីដេអូថ្មីថ្ងៃនេះយើងនៅកណ្ដាលរាដើម្បីដើរសួរគេអំពីរឿងដែលគេខ្ចីលុយក៏ដូចជាឲ្យលុយគេខ្ចីបាទចឹងចង់ដឹងថាតើបងប្អូនយើងគាត់មានបទពិសោធន៍យ៉ាងណាខ្លះតាមណាជាមួយយើងទាំងអស់គ្នាជំរាបសួរហើយសូមស្គាល់ឈ្មោះបាទ ចាជំរាបសួរខ្ញុំឈ្មោះម៉ូលីកា តំណាងមក ខ្ញុំឈ្មោះភិរិនឈ្មោះខេ ខ្ញុំខ្វាខ្ញុំបានឈ្មោះសៃហាមក ខ្ញុំបាទឈ្មោះ Seven មក តើបងវិញធ្លាប់ឲ្យគេខ្ចីលុយឬក៏ធ្លាប់ខ្ចីលុយគេ ធ្លាប់ហ្មងធ្លាប់ទាំងពីរទាំងឲ្យគេខ្ចីទាំងខ្ចីគេដូចគ្នា ទាំងពីរធ្លាប់ ធ្លាប់ទាំងពីរ ចា ទាំងពីរបង ទាំងពីរ ធ្លាប់ឲ្យខ្ចីលុយបង ចាក់ខ្ចីលុយគេធ្លាប់អត់ អត់ទេបង យើងនៅធីមឲ្យគេខ្ចីលុយឬក៏ធីមខ្ចីលុយគេ ធីមឲ្យគេខ្ចីលុយ អូខេធីមឲ្យគេខ្ចីលុយ ឲ្យគេខ្ចីនឹងច្រើនដែរ ខ្ញុំឲ្យគេខ្ចីលុយខ្ញុំដែលឲ្យគេខ្ចី ខ្ញុំឲ្យគេខ្ចីលុយបង ធីមខ្ចីលុយគេអាហ្នឹងក៏ទាំងពីរដែរបង អេកាប់ស្រីមកចឹង ដោយសារពេលខ្លះយើងខ្វះលុយឬមួយពេលខ្លះគេខ្វះដែរអញ្ចឹងចឹងអាចខ្ចី share គ្នាទៅវិញទៅមកបាន ពិតជាមិត្តភាពដ៏ល្អមែនបាទទុកលំបាកជាអ្នកឲ្យគេខ្ចីលុយហ្នឹងមានអ្វីខ្លះបាទ មានដល់ពេលយើងបាក់ទាវិញបង ទាអត់សូវសងពេលទាម្ដងថាលវចេះលវចោះអត់ហ៊ានទាគេហើយជួនកាលយើងភ្លេចទាគេហើយឲ្យគេហ្មងទៅ អីចុះល្អមែនអាចខ្ញុំខ្ចីខ្លះមែនអញ្ចឹង មានច្រើនទី1នៅពេលដែលខ្ចីយើងរៀងផ្អែមរៀងអីចឹងទៅនៅពេលដែលយើងទៅទាវិញរៀងពិបាកតាមចរិតមនុស្សប៉ុន្តែមុនដំបូងមកគឺស្រួលទាំងអស់ មានអ្នកខ្ចីអត់ឲ្យស្អត់សង មានបងប៉ុន្តែលក្ខណៈថាយើងទុកមុខរាប់គ្នាលុយប៉ុណ្ណឹងហ្នឹងឯងយើងអត់ទាគាត់ទេគាត់បដ ாய் ទៅតាមហ្នឹងព្រោះយើងលក្ខណៈថាយើងមិត្តភាពវាខ្លាំងជាងទឹកលុយឯង ទុកលំបាកនៅពេលដែលយើងទៅខ្ចីលុយគេមានអីគេខ្លះ ត្រូវលុយមិនមានលុយសងគេយើងគិតវែងឆ្ងាយពេលយើងទៅខ្ចីលុយគេអាចនឹងយើងអត់មានលុយសងគេវិញដូចគ្នាបង លេះដែលចម្លែកបំផុតនៅពេលដែលគេមកខ្ចីលុយបងដែលបងធ្លាប់ឮគឺអ្វីដែរបាទ ខ្ចីលុយ$5សិនមកចោលលួចលេអូបាត់តែអត់មានលេអូស្លៀក ហើយមែនហើយហាលមួយគាត់ពេលអញ្ចឹងគាត់ខ្ចីលុយយើងអាហ្នឹងវាជារឿងអស់សំណើចដែរព្រោះយើងបាត់ជាមួយគ្នាយើងឲ្យគាត់ខ្ចី អូខេ ខ្ចីលុយព្រាន់សិចមកត្រូវការ skin care អញ្ចឹងណា អូខ្ចីលុយទិញ skin care ទៀតលុយមែន តែខ្ញុំអត់ធ្លាប់ខ្ចីទេ អ្នកដែលស្គាល់គ្នាហើយមកខ្ចីលុយបង លេខដែលចម្លែកបំផុតដល់ បាទ ធម្មតាពួកគាត់មកឯងសុំខ្ចីឲ្យ5រៀលសិនមកឬក៏10រៀលសិនមកដាច់ហើយគេអាទិត្យហ្នឹងឬក៏ខែហ្នឹងអីចឹងណាចាំបើកលុយឬក៏ចាំមានតិចតួចចាំសងវិញ នៅពេលដែលគេប្រាប់យើងថាចាំខ្ញុំសងឆាប់ហ្នឹងបងគាត់ថាឆាប់ហ្នឹងរយៈពេលប៉ុន្មានដែរ អាហ្នឹងអត់មានចម្លើយហ្មងឲ្យតែលឺពាក្យថាខ្ចីតែមួយផ្លែតទេសងវិញឆាប់ឬក៏ស្អែកសងខាន់ស្អែកសង3ថ្ងៃសងអាហ្នឹងច្រើនតែអត់មានចម្លើយហើយមិនងាយបានត្រឡប់មកវិញហើយ ពី3ថ្ងៃមួយអាទិត្យអីហ្នឹង រយៈពេលយូរ មួយខែយ៉ាងយូរ យ៉ាងយូរ បើយូរផុតចាំថ្ងៃណាមានលុយចាំយើងសងទេ ចាំថ្ងៃណាមានលុយចាំសង 3ខែបង 3ខែ អាឆាប់ហ្នឹងគឺអត់ដឹងថ្ងៃណាយើងទៅយើងត្រៀមចិត្តហើយថាឆាប់ហ្នឹងគឺមិនឆាប់ទេ ឆាប់ហ្នឹងដឹងតែអត់ទៀតហើយ បើឥឡូវមានគេខ្ចីលុយ$100មានអារម្មណ៍មិនដែរ អត់មានអារម្មណ៍អីបើយកអត់មានលុយគេខ្ចីផង អូច្រើនមែនគឺធ្វើអីគឺថាខ្ញុំនឹងមានគ្រប់ដល់100ហ្នឹងមែន អូបងអត់មានដែរអូន សិតក្រដូចគ្នា លឿនពេកធៀមចិត្តអត់តាន់ អត់ហ៊ានឲ្យខ្ចី មកចឹង ច្រើនពេក អូ មួយទៀតអត់មានអីគេខ្ចី ថៃខ្ញុំដូចគ្នា បើសិនមិត្តភក្តិដែលស្និទ្ធហ្មងខ្ញុំទុកចិត្តខ្លាំងអាហ្នឹងអាចនឹងមិនអាចឲ្យខ្ចីបងពិសេសម្នាក់មួយដែលឈ្មោះសិតនៅខាងប៉ោយប៉ែត អាយខ្ញុំផ្ដាំផ្ញើទៀតបើសិនជាបងត្រូវទៅខ្ចីលុយគេតើលេសអីដែលបងឯងនឹងប្រើ តែខ្ចីម្ដងសោះហ្នឹងណាខ្ញុំក៏អត់មានគ្រាប់ប៉ុណ្្នឹងដែរខ្ញុំមានក៏មានលឺហ្នឹងដែរតែគ្រាន់តែឥឡូវនេះវាទាល់ជួយខ្ញុំតែម្ដងហ្នឹងទៅក៏ពិបាកម៉េះ បងអើយសុំខ្ចីលុយ10រៀលទិញសភៅបងលេខខូ លេសនេះគ្រាន់តែស្ដាប់ហើយគឺចង់ឲ្យខ្ចីលុយហ្មងបាទ ប្រាប់មិត្តភក្តិតាមត្រង់ថាឥឡូវគ្នាដាច់លុយមែនតើនៃអាចជួយបានសុំខ្ចី10រៀលអីចឹង និយាយរួមទៅខ្ញុំប្រាប់គាត់ត្រង់ហ្មងបងខ្ញុំខ្វះលុយក្នុងការរៀនឬមួយទិញរបស់មួយខ្ញុំប្រាប់គាត់ត្រង់ហ្មងមិត្តភក្តិចិត្តស្និទ្ធបើខ្ញុំហ៊ានខ្ចី ហ្នឹងដូចជាយើងត្រូវការចាំបាច់យើងត្រូវការអីគឺខ្ញុំប្រាប់គេតាមត្រង់បើគេមានចិត្តឲ្យយើងគេឲ្យតែបើគេអត់មានចិត្តឲ្យយើងខ្ញុំអត់ប្រើលេសដោះសារមានបញ្ហាចេះមានបញ្ហាចុះអត់ចេះទេខ្ញុំអត់ចេះ តើបងដែលស្គាល់ពីសេវាកម្ម Digital Loan របស់ធនាគារវិញអត់ អត់
អត់ទេបងអត់ដែរ ដូចជាអត់ទេ អត់ទេបង អត់ទើបនឹងលឺ ដូចជាធ្លាប់អូកាត់ Facebook ឃើញដែរ វិញ digital loan ហ្នឹងគឺលក្ខណៈថាយើងអាចខ្ចីជាមួយនឹងធនាគារវិញបានតាមរយៈ app តែម្ដងដែលមិនបាច់ចាំបាច់មានឯកសារប្រចាំមិនចាំបាច់មានអ្នកធានាខ្ចីភ្លាមបានភ្លាមនៅក្នុង app Wingback ហ្នឹងតែម្ដង យើងខ្ចីខ្លួនឯងយើងធ្វើខ្លួនឯងអី យើងធ្វើខ្លួនឯងអីហ្មងយើងមិនបាច់ទៅធនាគារក៏បានដែរយើងគ្រាន់តែ download app Wingback មកយើងអាច apply ជាមួយនឹង Wing digital loan ហ្នឹងបាន កោស្រី ហ្នឹងហើយចុះគិតថាថ្ងៃក្រោយទៅពេលដែលគេមកខ្ចីគេឯងនឹងណែនាំមក service ហ្នឹងប្រាប់គេតទៀតអត់ ណែនាំ នៅពេលយើងអត់មានលុយគេខ្ចីយើងប្រាប់ថាអាពូម៉ែអើយអត់មានលុយខ្ចីទេប្រើខ្ចីពីធនាគារវិញទៅលឿនណាអូខេបងប្អូនទាំងអស់គ្នាចឹងបន្ទាប់ពីស្ដាប់ចំណាប់អារម្មណ៍របស់ពូគាត់ហើយឃើញថាបទពិសោធន៍របស់គាត់ម្នាក់ៗគឺប្លែកពីគ្នាខ្លាំងមែនតើចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ឬក៏មានបទពិសោធន៍យ៉ាងណាជួយឆ្លើយនៅសំណួរទាំងអស់ហ្នឹងនៅក្នុង comment ជាមួយខ្ញុំផងអូខេហើយបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ប្រើជាមួយនឹង Wing digital loan មកគឺអាចប្រើបានមកខ្ចីភ្លាមបានភ្លាមមិនបាច់មានឯកសារប្រចាំបាច់មានអ្នកធានាហើយយើងអាចខ្ចីពី app Wing Bank ផ្ទាល់តែម្ដងចឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះជំរាបលាជួបគ្នាវីដេអូក្រោយទៀតបាយបាយ